នៅថ្ងៃនេះនាងខ្ញុំសូមចែករំលែកនៅអត្ថបទព័ត៌មានមួយដែលនិយាយអំពីអាមេរិកបំពេញច្បាប់ចិនតែមួយដោយលក់អាវុធឲ្យតៃវ៉ាន់ការសម្រេចលក់អាវុធទៅឲ្យកោះតៃវ៉ាន់របស់អាមេរិកមានទ្រង់ទ្រាយធំបំផុតទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីរដ្ឋាភិបាលទីក្រុងប៉េកាំងដោយចាត់ទុកសកម្មភាពទាំងនោះគឺជាការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិនបំពេញច្បាប់ចិនតែមួយដែលអាមេរិកបានព្រមព្រៀងនៅពេលនេះដែររដ្ឋាភិបាលទីក្រុងប៉េកាំងនឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនអាមេរិកដែលលក់អាវុធឲ្យកោះតៃវ៉ាន់ដោយចាត់ទុកថាជាការបំពានច្បាប់អន្តរជាតិចិននឹងមានវិធានការតបតទៅលើសកម្មភាពទាំងនោះរបស់អាមេរិករដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ជាក់ថានឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនឧស្សាហកម្មសព្វាវុធរបស់អាមេរិកដែលបានលក់អាវុធទៅឲ្យកោះតៃវ៉ាន់ការសម្រេចខាងលើក្រោយពេលទីក្រុង Washington អនុម័តលក់អាវុធមានតម្លៃដល់ទៅ$22,000 លានអាមេរិកឲ្យទៅកោះតៃវ៉ាន់ក្រសួងការបរទេសចិនបានប្រកាសថាការលក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់គឺជាការបំពានច្បាប់អន្តរជាតិនិងច្បាប់ជាមូលដ្ឋាននៅក្នុងទំនាក់ទំនងអន្តរជាតិដើម្បីការពារផលប្រយោជន៍ជាតិរដ្ឋាភិបាលទីក្រុងប៉េកាំងនឹងអនុម័តដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនសព្វាវុធរបស់អាមេរិកចំណែកអ្នកនាំពាក្យក្រសួងការពារជាតិចិនបានប្រកាសថាតៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីចិនដីគោកនោះឡើយការលក់អាវុធទៅឲ្យកោះតៃវ៉ាន់គឺជាការបំពានទៅលើច្បាប់ចិនតែមួយដែលអាមេរិកបានព្រមព្រៀងទាំងនោះគឺជាការលូកដៃចូលកិច្ចការផ្ទៃក្នុងចិនយ៉ាងជ្រៅមិនអាចទទួលយកបានឡើយការប្រតិកម្មខាងលើនេះក្រោយពេលក្រសួងការបរទេសអាមេរិកបានសម្រេចលក់អាវុធឲ្យតៃវ៉ាន់មានតម្លៃជាង$2,000 លានក្នុងនោះមានរថក្រោះ108គ្រឿងកាំជ្រួចមីស៊ីលការពារដែនអាកាសបំពាក់លើស្មា250ដើមនេះជាការលក់សម្ភារៈយោធាទ្រង់ទ្រាយធំបំផុតរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់មិនធ្លាប់មានជាច្រើនទសវត្សរ៍កន្លងមកសូមអរគុណចំពោះការតាមដានស្ដាប់របស់លោកអ្នកសូមកុំភ្លេចជួយចុច like និង Subscribe Channel YouTube Fit for Mind ឬអាហារគំនិតរបស់យើងខ្ញុំដើម្បីបានតាមដានស្ដាប់នៅអត្ថបទល្អៗចំណេះដឹងថ្មីៗរឿងរ៉ាវប្លែកៗនិងព័ត៌មានផ្សេងៗពី Channel YouTube របស់យើងខ្ញុំជាបន្តបន្ទាប់ទៀតសូមអរគុណ